គ្រួសារខាងនេះភាគច្រើនណាពេលធ្វើម្ហូបអត់សូវធ្វើសឡច្រើនម៉ាណែភាគច្រើនតែម្ហូបគោកបើមិនឆាទេក៏មានម្ហូបអីគោកមានទឹកជ្រលក់មានអីចឹងទៅបើនិយាយពីគ្រួសារខ្ញុំវិញរាល់ថ្ងៃខ្ញុំធ្វើម្ហូបត្រូវចិត្តប្តីខ្ញុំច្រើនជាងខ្លួនឯងដូចជាការធ្វើម្ហូបនឹងជាដើមការពិតទៅខ្ញុំអ្នកចូលចិត្តញ៉ាំសឡហើយញ៉ាំបន្លែច្រើនមែនតែនប៉ុន្តែប្តីខ្ញុំអត់ចូលចិត្តទេគាត់ចូលចិត្តម្ហូបបែបគោកហើយសាច់ច្រើនចំណែកខ្ញុំវិញចូលចិត្តញ៉ាំបន្លែច្រើនជាងញ៉ាំសាច់ប៉ុន្តែបើសួរថារាល់ថ្ងៃធ្វើតម្រូវចិត្តខ្លួនឯងឬក៏តម្រូវចិត្តគ្រួសារគឺខ្ញុំធ្វើតម្រូវចិត្តប្តីរបស់ខ្ញុំអាចនិយាយបានថាគិតគេច្រើនជាងខ្លួនឯងក៏ថាបានដែរព្រោះដោយសារតែប្តីគាត់ធ្វើការនៅខាងក្រៅអញ្ចឹងមានអារម្មណ៍ថាគាត់ហត់ជាងខ្ញុំប៉ុន្តែក៏មានពេលខ្លះគឺខ្ញុំតម្រូវចិត្តទាំងពីរនាក់តម្រូវទាំងប្តីតម្រូវទាំងខ្លួនឯងគ្រាន់ថាវាត្រូវចំណាយកម្លាំងហត់បន្តិចពេលខ្លះខ្ញុំត្រូវធ្វើម្ហូបពីរមុខឲ្យគាត់មួយមុខផ្សេងចំណែកឯខ្ញុំមួយមុខផ្សេងអញ្ចឹងទៅប៉ុន្តែវាកម្រមានណាពេលណាដែលតម្រូវចិត្តខ្លួនឯងទាំងពីរនាក់អញ្ចឹងព្រោះដោយសារតែវាចំណាយកម្លាំងហត់ហើយពេលវេលាយូរទៀតពីមុនអត់បញ្ហាទេប៉ុន្តែឥឡូវហ្នឹងដោយសារតែមានកូនមានអីចឹងទៅខ្ញុំអត់ងាយបានធ្វើម្ហូបអីច្រើនមុខបានទេភាគច្រើនណាធ្វើតែមួយមុខនឹងឲ្យតែបានញ៉ាំវាសំណាងពេកហើយមានថ្ងៃខ្លះទិញម្ហូបទិញគ្រឿងក្រៅមកហើយអត់បានធ្វើទៀតដោយសារតែកូនរស់រឿងរកអីចឹងទៅមានពេលខ្លះធ្វើឲ្យពាក់កណ្ដាលទីនៅពាក់កណ្ដាលទីក៏មានដែរវាមានគ្រប់រសជាតិប៉ុន្តែវាក៏មិនមែនចេះតែពិបាករហូតក៏វាមិនមែនចេះតែស្រួលរហូតដែររាល់ថ្ងៃនេះប៉ះខ្ញុំអ្នកលវិសអ្នកឆ្លៀតណាបងប្អូនបើសិនជាមិនចង់ទេអត់បានបាយបានម្ហូបញ៉ាំទេបើតែមានកូនរវល់ពិតមែនប៉ុន្តែនៅតែអាចឆ្លៀតធ្វើម្ហូបបានរាល់ថ្ងៃមានពេលខ្លះទិញម្ហូបគេញ៉ាំដែរប៉ុន្តែពេលនោះមានតែពេលដែលកូនឈឺខ្លាំងទេពេលដែលរវល់ខ្លាំងអានឹងបានខ្ញុំអត់បានធ្វើម្ហូបរវល់តែនិយាយរៀបរាប់ឯនោះច្រើនភ្លេចប្រាប់ពីមុខម្ហូបបងប្អូនទាំងអស់គ្នាមើលខ្ញុំធ្វើម្ហូបឡើងចិត្តចប់ហើយខ្ញុំអត់ទាន់បានប្រាប់មុខម្ហូបទេថ្ងៃហ្នឹងខ្ញុំឆាបកាស្ពៃបើសិនជាបានសាច់គោឆ្ងាញ់ណាស់បងប្អូនប៉ុន្តែថ្ងៃហ្នឹងអត់មានសាច់គោទេខ្ញុំមានតែសាច់ជ្រូកប៉ុន្តែរសជាតិក៏មិនចាញ់គ្នាប្រហែលដែរទំនងមែនតែន